បាទជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះយើងដាក់ EM ទឹកម្នាស់បាញ់ទៀតហើយបាទ EM ទឹកម្នាស់បាទនេះជាអសយកមានទឹកខ្មេះអាកុលហ្នឹងហើយចាក់វាមកល្មមមកចំណុះ5លីត្រចាក់មកល្មមច្រោតប៉ុណ្ណាហើយយើងលាយជាមួយស្រាអសបន្តិចដែរទៅយើងដាក់ទឹកហើយយើងដាក់បាញ់ផ្សារចឹងណាបងប្អូនបាទសម្រាប់ EM ទឹកម្នាស់នេះយើងក៏មានលក់ដែរណាបងប្អូនអានេះពេលខ្លះដួងយើងខ្លាំងពេកបងប្អូនខ្លះគាត់ថាចាំដួងអត់មានបញ្ហាអូកុំជឿមកកុំជឿខ្ញុំនិយាយចាំ5ឆ្នាំឯងដួងចំណីយើងផ្អាប់បងប្អូនតែផ្អាប់បាយទុកបាយទៅ3ថ្ងៃបាយនឹងបាយក្លិនមកទេបាទនេះចាក់ស្រាអសចូលយើងបោះហើយចាំបោះស្រាទៀតបាទអានេះវាជំនាញរបស់វាគឺកាត់ក្លិនមកកាត់ក្លិនខ្លាំងបាទហើយសម្រាប់ឲ្យសัตว์ស៊ីសัตว์ផឹកបានដូចគ្នាប៉ុន្តែវាឈ្នះEM មួយប្រភេទទៀតឯយើងផលិតសម្រាប់ឲ្យសัตว์ផឹកសัตว์ស៊ីណាបាទអានេះគឺវា EM ដែរប៉ុន្តែវាជំនាញវាខ្លាំងបំផុតគឺកាត់ក្លិនហ្នឹងហើយប៉ុន្តែពេលខ្លះដូចថាចំណីដួងខ្ញុំយើងវល់ខ្លាំងណាហើយយើងបើកកំហុសមកយើងលុកដៃទៅយើងក្លិនខ្លាំងបាទពេលហ្នឹងខ្ញុំអត់មានលី EM ស្ករល្មូវទេខ្ញុំដាក់នេះលាយមួយទឹកសូត្រពីលើហ្មងបាទហើយសួរប៉ះពាល់ដួងអត់អីទេតែសួរថាដួងវាផឹកអាហ្នឹងវាមិនអត់មានបញ្ហាអីទេបងតែគាត់ថាអានេះវាអត់បានទៅជួយនេះដួងច្រើនដូចEM របស់យើងនោះមួយទៀតទេបាទវាដៃខ្ញុំទៅហៀងមកបាក់ទឹកទៅហៀងតឹងតិចហ្នឹងបាទEM មួយប្រភេទទៀតនោះវាអានោះវាជំវាវាជួយសម្រួលពោះវៀនសัตว์ណាគាត់ថាបងដាក់ឲ្យគោឲ្យជ្រូកឲ្យអីអានោះស៊ីទៅល្អអានោះស៊ីទៅវាជួយសម្រួលសัตว์ឲ្យពោះវៀនសัตว์ដូចយើងហូបយ៉ាអ៊ូអញ្ចឹងណាវាជួយសម្រួលពោះវៀនវាធ្វើឲ្យយើងជុះចេញមកអស់អញ្ចឹងវាអត់មានវាអត់មានមេរោគអីក្នុងពោះវៀនអញ្ចឹងណាបាទតែបាទនេះស៊ីបានដូចគ្នាប៉ុន្តែវាអត់សូវជំនួយដល់ក្នុងពោះវៀនសัตว์ខ្លាំងអញ្ចឹងទេប៉ុន្តែនៅពេលដែលសัตว์ជុះមកគឺវាបាត់ក្លិនអានេះគឺខ្លាំងអញ្ចឹងណាបាទហើយរូបមន្តនេះបានអ្នកខ្លះគេយកទៅដាក់ចំជុកអត់ក្លិនបាទហើយខ្ញុំក៏យករូបមន្តនោះមកដែរតែយើងយកមកបាញ់នៅលើលីម៉ូដួងបាទតែពេលខ្លះចំណីដែលមានបញ្ហាចំណីដួងកំពុងស៊ីណាមានបញ្ហាគឺខ្ញុំលាយវាមួយទឹកស្រូចហ្មងហ្នឹងហើយថ្ងៃណាមួយខ្ញុំធ្វើវីដេអូនោះឲ្យបងប្អូនមើលទាំងអស់គ្នាថាខ្ញុំចេះតែនិយាយឬមួយក៏មិនបាទខ្ញុំលាយវានឹងទឹកក្នុងចង្ដៃហើយខ្ញុំយកដួងផ្តិលយកចាក់ក្នុងចង្ដៃដួងឲ្យបងប្អូនមើលអស់គ្នាមកថាខ្ញុំចេះតែនិយាយទៅចេះបាទហើយមានបងប្រុសម្នាក់មកនៅផ្សារមួយគ្នាបាទគាត់អ្នកបោះអីវ៉ាន់ដូចខ្ញុំដែរបាទផ្ទះគាត់តនេមកជាហៀងគាត់ថាដីគេទុកចោលគាត់យកគាត់ចំទាកប៉ាហើយដល់ពេលមកវឹកនេះគាត់មានបញ្ហាដោយសារហេតុអីភ្លៀងពេកផុកវាជាប់ទៅទាវាអាចមានបញ្ហាគាត់ក៏បានមកសួរនាំខ្ញុំថាបាយយករិស័កទៅប្រើទៅបាទហើយខ្ញុំគិតតម្លៃគាត់រៀងសមរម្យដែរទេព្រោះចែកគាត់ប្រើអញ្ចឹងណាចង់ឲ្យគាត់ដឹងហើយត្បូងគាត់ក៏មិនជឿយើងណាគាត់ទិញទុកចោលឡើងមួយខែជាងទៅពេលគាត់ថានឹកឃើញរបស់ខ្ញុំរបស់ពូណាងមើលសាក់យកមកមើលសាក់យកមកបាញ់មើលទៅពេលដែលគាត់បានបាញ់ហើយគាត់ដឹងថាអូបាញ់មកពេលហ្នឹងគាត់ថាចំបាញ់បាត់ក្លិនប៉ុន្តែគាត់អត់ទាន់ជឿជាក់នេះគាត់ខ្លាចវាស៊ាំចំមុះអាក្លិនហ្នឹងស៊ាំចំមុះអញ្ចឹងគាត់សុខចិត្តដើរចេញឆ្ងាយទុករយៈពេលហើយកន្លះម៉ោងទៀតមកគាត់ដើរមកគាត់ថាបាត់ក្លិនមែនបាត់ក្លិនផុកក្លិនលាមកក្លិនអីដែលទាវាភក់ជ្រាំនៅហ្នឹងដល់ពេលហើយគាត់ឃើញថាទាគាត់លែងមានអាណាទៅរៀងសកុកដើរសើទៀតហើយដើរដូចរៀងស្វាហាប់ជាងមុនមកចូលសัตว์ដែលខ្លាំងជាងគេគឺប្រភពនៃការដកដង្ហើមវាហ្នឹងគឺពិបាកនិយាយបងប្អូនវាតាក់នឹងចុងមាត់វាខ្យល់ដកដង្ហើមវាហ្នឹងហើយបើសិនជាខ្យល់ដកដង្ហើមវាអត់ស្រួលគឺសัตว์នឹងមានបញ្ហាមិនថាគោ3មាន់ទាទេតែពេលដែលគាត់បាញ់អាហ្នឹងទៅក្លិនលាមកវាជាមួយផុកមើលអីហ្នឹងវាបាត់អស់លីងគាត់ឃើញមានសកម្មភាពពួកវាដើរល្អអីល្អគាត់ចាប់ដើមថាយ៉ាអានេះខ្លាំងរបស់វាឥឡូវគាត់ទិញគាត់ប្រើចូលចង់2ខែគាត់ថាប្រើអីសល់អស់សល់ប៉ុណ្ណេះណាបាទហើយគាត់ថាមិនបានយកគាត់មកដបទៀតទៅបាទគាត់ថាបាញ់ឲ្យឃើញតែល្អហើយគាត់ថាមាននៅចិត្តហ្នឹងឃើញតែខែភ្លៀងបានមួយខែជាងណាគាត់ថាមន់ទាគេឃើញសកុកអស់លីងដើរសកុកទៅសម្រាប់របស់គាត់ឃើញដើរផលហើយគេចេះតែមកសួរគាត់មានរូបមន្តអីមានថ្នាំអីដាក់ឲ្យមន់ឲ្យទាស៊ីឲ្យមានឲ្យវាល្អអញ្ចឹងតែគាត់គ្មានស្អីទេ
គាត់បាច់តែចំណៃទៅនៅដាក់ស្នូកឲ្យស៊ីដូចគ្នាហ្នឹងហើយតោះមកគាត់បាញ់ហ្នឹងហើយគាត់អ្នកកាត់ដេររស៊ីផងគាត់លួគាត់មានពេលណានឹងមួយមន្ទីច្រើនតែគាត់ថាគាត់សង្កេតមើលខ្លួនគាត់ថាបាញ់មកវឹកហ្នឹងគឺបាញ់ទៅបាត់ក្លិនល្អមែនតើអញ្ចឹងឥឡូវគាត់កំពុងថាឲ្យយើងធ្វើថែមឲ្យម្ដងទៀតនេះខ្ញុំធ្វើប្រាប់ប្រើខ្លួនឯងណាបងប្អូនបាទធ្វើម្នាក់ប្រើខ្លួនឯងហើយអានេះវាចាយលុយច្រើនតិចប៉ុន្តែខ្ញុំជួយស្គាល់ថាវាល្អរបស់វាមែនតាំងពីខ្ញុំចាំមកបើមិនអញ្ចឹងទេក្លិនហ្នឹងវាជះដល់ផ្ទះគេហ្នឹងខ្ញុំបញ្ហាហើយយើងចាំនៅទីក្រុងមកផ្ទះល្វែងវាមិនជារឿងងាយស្រួលទេណាអញ្ចឹងបងជាលឺថាអូឃើញគេចាំផ្ទះល្វែងបានផ្ទះល្វែងបានជាប្រហើបឲ្យបងនំទិញចាំបងមិនមែនជារឿងងាយទេបងអត់ចេះវិធីសាស្ត្រក្នុងការទប់ស្កាត់ទេបងទៅជាប្រភពនៃបញ្ហាឆ្លោះគ្នាប្តឹងផ្ដាល់ចុយតែម៉ាយលើហ្នឹងអញ្ចឹងមិនថាការចិញ្ចឹមសត្វសំខាន់ជាងគេគឺការការពារបងមិនមែនការព្យាបាលទេណាគឺការការពារយើងដឹងថាសត្វហ្នឹងវាឈឺអាហ្នឹងតើហេតុអីมันវាឈឺវាមកពីអាចេមកពីក្លិននេះមកពីវាស៊ីអានេះយើងការពារកុំឲ្យវាស៊ីអាហ្នឹងដឹងថាក្លិនហ្នឹងចិត្តមកយើងបាញ់ក្លិនការពារបំបត្តិមេរោគហ្នឹងកុំឲ្យវាមកទាន់តែប៉ុណ្្នឹងសត្វយើងវាគ្មានទៅណាទេវាដូរទៅយើងអញ្ចឹងបងដឹងថាគេផ្ដាសាយគេដើរមកចិត្តយើងហើយយើងពាក់ម៉ាស់ការពារទៅវាបានអីឆ្លងអញ្ចឹងអាំងគេផ្ដាសាយអញទៅចិត្តគេឆ្លងផ្ដាសាយចាំទៅទិញថ្នាំលេបអាហ្នឹងវាមិនខុសចឹងហើយមន់ទាវាចេះតែប្រាប់យើងរកថ្នាំលេបមកវិញណាអាហ្នឹងចឹងបងដូចដួងចឹងការបង្កាត់ស្រួលទេតែការថែទាំការថែរក្សាអត់ចេះថែទាំគឺទៅអុកសាលីឯងបងខ្លះគាត់ថាបងខ្ញុំបង្កាត់បានហើយហេតុអីបានដួងងំបាទចេះថែរក្សាបងគាត់ថាគាត់ចាប់មេព្រៃក៏ចាប់មេព្រៃទៅឲ្យទៅសួរខ្ញុំប្រាប់អត់ទាំងអស់ណាបាយថែរក្សាវាមិនអីមិនដូចបងប្រុសម្នាក់គាត់ថាបងខ្ញុំបង្កាត់មិនក៏ចេះតែអត់បានចឹងខ្ញុំចាប់មេមកពីព្រៃខ្ញុំថាបងបើឲ្យសួរចឹងខ្ញុំឆ្លើយអត់ចេញទេបើជួយថតមេដួងហើយនឹងថតការលីចំណៃបងឯងខ្ញុំមើលមកគាត់ថតមេដួងឲ្យមើលបឹបខ្ញុំថាមេដួងហ្នឹងមេដួងចាស់ហើយបងវាមានជីវិតប៉ុន្តែវាអស់ពងអស់អីហើយមេដួងដែលថ្មីគឺមើលមកឃើញវានៅខ្ចីហើយថ្លាហ្មងតែមេដួងរៀងឡើងកម្ៅវាចូលបាន5 10 30 20ថ្ងៃទៅ30ថ្ងៃបាទខ្មៅរៀងខ្លាំងហ្នឹងវាចូលដល់40ថ្ងៃជាងដល់ពេលចូលដល់50ថ្ងៃជាងពឹបឡើង60ថ្ងៃខ្មៅក្រឹបហ្នឹងមានស្អីវានៅវាគឺតែហោះគ្មានកម្លាំងហោះហ្នឹងហើយអូខេទៅបន្តពូតាមណាអូខេហ្នឹងហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរបកស្រាយពី EM ទឹកម្នាស់នេះបាទល្អមែនបងបាទនេះផ្ទុះបងផ្ទុះធ្លាយនេះអត់បានទេអានេះវាខ្លាំងខាតអស់ម្ដងតែទេឡតអូខេអរគុណច្រើនបាយបាយ